អ្នកមត្ថរតនតយស័កខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាជាបន្តទៅខ្ញុំព្រះករុណាខ្ញុំបាទសូមឱកាសដើម្បីបានអាននៅប្រជាដកមួយដែលមានឈ្មោះថាតិលៈមុទ្ធិជាដកនៅក្នុងបេដក58ទំព័រ139ព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារចេតពុនទ្រង់ប្រារព្ធភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធមួយអង្គទើបត្រាស់រឿងនេះមានបាលីជាព្រះគាថាថាអច្ជាបិមេតាំងអ្នកមសិដូច្នេះជាដើមបានស្ដាប់មកថាមានភិក្ខុមួយអង្គលោកច្រើនទៅដោយសេចក្តីក្រោធខឹងឆាប់ខឹងនិងសេចក្តីចង្អៀតចង្អល់ចិត្តគ្រាន់តែអ្នកដតីថាអ្វីបន្តិចបន្តួចក៏ខឹងក្រោធភ្លាមធ្វើការបន្ទុះសារាយនិងការអន់ចិត្តឲ្យប្រកបក្រោយមកថ្ងៃមួយភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថាលោកដ៏មានអាយុទាំងឡាយភិក្ខុអង្គនោះជាបុគ្គលច្រើនដោយសេចក្តីក្រោធនិងសេចក្តីចង្អៀតចង្អល់ចិត្តពេលក្រោធម្ដងមានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រានដូច្នោះឯងលោកបួសក្នុងព្រះពុទ្ធសាសនាដែលព្រានប្រដៅមិនឲ្យក្រោធជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាងប៉ុន្តែសូម្បីគ្រាន់តែសេចក្តីក្រោធប៉ុណ្ណោះក៏មិនអាចគ្របសង្កត់បានលោកនាំគ្នាសន្ទនាព្រះបរមសាស្តាស្ដេចយាងមកកាន់សាលាធម្មសភាទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយព្រះអង្គត្រាស់ឲ្យភិក្ខុមួយអង្គទៅនិមន្តភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនោះមកកាលដែលលោកនិមន្តមកដល់ហើយទ្រង់ត្រាស់សួរថាមនាលភិក្ខុមានដំណឹងថាលោកជាបុគ្គលក្រោធងាយពិតមែនឬកាលដែលភិក្ខុអង្គនោះក្រាបទូលការពិតហើយព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនភិក្ខុនេះក៏ជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរកាលដែលភិក្ខុទាំងឡាយទូលអារាធនាទើបព្រះភគវីនាំយករឿងក្នុងអតីតកាលមកសម្ដែងដូចតទៅក្នុងអតីតកាលគ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសីឱរសរបស់ព្រះបាទព្រហ្មទត្តនោះមានព្រះនាមថាព្រហ្មទត្តកុមារក្នុងការអប់រំនិងបណ្ដុះបណ្ដាលបុត្រព្រះរាជាក្នុងគ្រាមុនសូម្បីមានអាចារ្យទិសាបាម៉ោកក្នុងនគររបស់ខ្លួនក៏ដោយក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិលសាស្ត្រនៅទីឆ្ងាយក្រៅពីនគររបស់ខ្លួនដែរដែលធ្វើយ៉ាងនេះមកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថាព្រះរាជបុត្រទាំងនោះនឹងកម្ចាត់នៅភាពក្រអឺតក្រអោងដោយមានអ្នកផងនិងជាអ្នកចេះមានសេចក្តីអត់ធន់ចំពោះក្តៅរងាផងព្រមទាំងនឹងបានដឹងនៅប្រពៃណីទំនៀមទម្លាប់របស់មនុស្សក្នុងលោកផងដែរព្រោះហេតុដូច្នោះទើបព្រះបាទព្រហ្មទត្តត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រដែលមានព្រះជន្មវស្សា16វស្សានឹងឲ្យចូលមកគល់ហើយព្រះរាជទាននៅស្បែកព្រះបាទមួយគូឆាត់ស្លឹកឈើមួយនិងទ្រព្យ1000កហបណៈព្រមទាំងត្រាស់ប្រាប់ថាបុត្រចូលទៅកាន់តកសិលានគរតកសិលាប្រឹងប្រែងសិក្សាយកនៅសិលសាស្ត្រមកព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជបិតាព្រះរាជមាតាចាកចេញទៅព្រហ្មទត្តកុមារក៏សួររកផ្ទះលោកអាចារ្យឃើញហើយក៏ដោះស្បែកព្រះបាទនិងដោះឆ័ត្រ
ចូលទៅសំពះលោកអាចារ្យរួចឈរក្នុងទីដ៏សមគួរកាលដែលលោកអាចារ្យធ្វើបដិសន្ធារៈនិងសាកសួរដឹងហេតុការសពគ្រប់ហើយក៏ទទួលបង្ហាត់បង្រៀននៅសិលសាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្ដារចំណែកបរិកុមារក៏រៀនយកនៅសិលសាស្ត្រដោយការតាំងចិត្តថ្ងៃមួយព្រហ្មទត្តកុមារនិងសិស្សទាំងឡាយទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យហ្នឹងគឺគ្រូគ្រានោះមានស្ត្រីចាស់ជរាម្នាក់បានធ្វើគ្រាប់ល្ងឲ្យអស់សម្បកហើយគាត់យកមកហាលយាយគាត់ហាលល្ងទាំងដែលនៅអង្គុយចាំមើលទៀតផងព្រហ្មទត្តកុមារឃើញគ្រាប់ល្ងដែលយាយហាលក៏នឹកចង់បរិភោគទើបចាប់យកមួយក្តាប់មកទំពាបរិភោគស្ត្រីចាស់ជរាគិតថាមាននប់នេះចង់បរិភោគទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយថ្ងៃបន្ទាប់មកទៀតបរិកុមារនោះក៏បានធ្វើយ៉ាងនោះទៀតសូម្បីស្ត្រីចាស់យាយចាស់ហ្នឹងក៏មិនបានពោលថាអ្វីដែរនៅស្ងៀមជាលើកទី2លុះដល់ថ្ងៃទី3ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់យាយចាស់ជរានោះដដែលទៀតលើកនេះស្ត្រីចាស់ជរាមិនអាចទ្រាំបានគាត់ស្រែកយំហើយពោលរៀបរាប់ថាអាចារ្យទិសាប៉ាមកប្រើឲ្យកូនសិស្សរបស់ខ្លួនប្លន់យើងគាត់យំស្រែកអញ្ចឹងអាចារ្យត្រឡប់មកសួរថាមានរឿងអ្វីលោកយាយស្ត្រីចាស់ជរាពោលថាលោកអាចារ្យសិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ម្សិលមិញនោះមួយក្តាប់ហើយម្សិលមួយថ្ងៃនោះមួយក្តាប់3ក្តាប់ណាបើសិស្សលោកអាចារ្យស៊ីល្ងរបស់ខ្ញុំយ៉ាងនេះទោះជាគ្រាប់ល្ងរបស់ខ្ញុំមានប៉ុន្មានក៏មិនសល់ដែរអាចារ្យទិសាប៉ាមកពោលថាសូមលោកយាយឈប់យំទៅណាចាំខ្ញុំសងតម្លៃល្ងដល់លោកយាយស្ត្រីចាស់ជរាពោលថាខ្ញុំមិនត្រូវការតម្លៃអ្វីទេខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោកកុំឲ្យថ្ងៃក្រោយធ្វើអីចឹងទៀតអាចារ្យពោលថាមិនអីទេលោកយាយសូមលោកយាយកុំព្រួយលោកយាយចាំមើលណាភ្លាមនោះលោកអាចារ្យបានឲ្យមាននប់2នាក់ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ហើយទៅយករំពាត់ឫស្សីមកវាយកណ្ដាលខ្នងព្រះរាជកុមារ3រំពាត់ព្រមទាំងពោលប្រដៅថាអ្នកកុំធ្វើយ៉ាងនេះតទៅទៀតព្រះរាជកុមារក្រោធចំពោះលោកអាចារ្យមានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ព្រះរាជកុមារប្រឹងប្រែងរៀនសិលសាស្ត្ររហូតដល់ចប់ទាំងមានគំនុំទុកក្នុងហបរតីដោយចងអាឃាតថាយើងនឹងសម្លាប់អាចារ្យនេះនៅពេលដែលយើងបានសោយរាជ្យចងគំនុំនឹងគ្រូណាដល់ពេលដែលត្រូវចាក់ចេញទៅកាន់ព្រះនគរវិញព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យធ្វើដូចជាមានសេចក្តីស្រឡាញ់និងដឹងគុណលោកគ្រូអាចារ្យណាស់បានពោលផ្ដាំថាបបិទ្ធលោកអាចារ្យកាលណាខ្ញុំបាននៅរាជសម្បត្តិក្នុងនគរពារាណសីខ្ញុំនឹងបញ្ជូនដំណឹងមកកាលនោះសូមលោកអាចារ្យអញ្ជើញទៅកុំបីខានឡើយពោលផ្ដាំរួចហើយក៏ចាក់ចេញទៅព្រហ្មទត្តកុមារធ្វើដំណើរដល់ក្រុងពារាណសីបានចូលទៅថ្វាយបង្គំព្រះជនកព្រះជនីណាជនៈជនកៈហើយនិងព្រះជននីព្រះមេដាព្រះបិតាហើយសម្ដែងសិលសាស្ត្រឲ្យទ្រង់ទាំងពីរបានតតព្រះនេត្រព្រះរាជាត្រាស់ថាយើងមានជីវិតតនបុត្ររបស់យើងណដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិទើបទ្រង់ស្ថាបនាព្រះរាជបុត្រឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅកាលដែលបានគ្រងសេរីរាជសម្បត្តិហើយក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើមកលើព្រះអង្គកាលដែលទ្រង់នៅជាសិស្សក្នុងនគរតកសិលាស្ដេចទ្រង់វិរោធឈួលឆេះក្នុងព្រះឱរាទើបចាត់ការបញ្ជូនទូតទៅដោយតាំងព្រះតីថាយើងនឹងសម្លាប់អាចារ្យនោះគំនុំណាលោកគ្រូអាចារ្យបានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយក៏គិតថាក្នុងពេលដែលព្រះរាជានៅក្មេងដូច្នេះយើងមិនអាចឲ្យទ្រង់យល់បានឡើយ
គិតហើយគាត់ក៏មិនបានទៅក្នុងពេលនោះដែរអាចារ្យពន្យាពេលហើយព្រះបរមពោធិសត្វនឹងឯងលុះដល់ពេលវេលាដែលព្រះរាជានោះចូលដល់មជ្ឈិមវ័យទើបលោកគ្រូអាចារ្យហ្នឹងលោកគិតថាឥឡូវនេះយើងអាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បានចាស់ភាសាហើយមជ្ឈិមវ័យទើបធ្វើដំណើរទៅរហូតដល់ក្រុងពារាណសីហើយក៏ឈរនៅនីខ្លោងទ្វារព្រះរាជវាំងឲ្យគេក្រាបទូលថាអាចារ្យពីនគរតកសិលាមកហើយព្រះរាជាទ្រង់សោមនស្សត្រេកអរបង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមកគ្រាន់តែទ្រង់ទតព្រះនេត្រឃើញលោកគ្រូអាចារ្យដែលចូលមកដល់ភ្លាមទ្រង់ពិរោធខឹងរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហមហើយត្រាស់ហៅអាមាត្យទាំងឡាយមកថាណែអាមាត្យទាំងឡាយអាចារ្យនេះហើយវាយយើងឲ្យបែកខ្នងនៅស្នាមរហូតដល់សពថ្ងៃឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថាអាត្មាអញនឹងស្លាប់ក្នុងថ្ងៃនេះរួចហើយព្រះរាជាបានត្រាស់ទៅរកគ្រូអាចារ្យដោយគិតថាដោយគាថាអត់ទោសដោយគាថាដែលមានសេចក្តីថាអ្នកឲ្យគេចាប់យើងត្រង់ដើមដៃរំលឹករឿងអ្នកឲ្យគេចាប់យើងត្រង់ដើមដៃហើយអ្នកវាយយើងដោយរំពាត់ព្រោះហេតុតែល្ងមួយក្តាប់ការវាយនោះប្រកាសក្នុងចិត្តរបស់យើងដរាបដល់សពថ្ងៃនេះមនាលព្រាហ្មណ៍អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬទើបបានជាមករកយើងដល់ទីនេះអំពើដែលអ្នកឲ្យគេចាប់ដៃយើងមកខាងម្នាក់ហើយអ្នកបានវាយយើងដល់ទៅ3រំពាត់នោះនឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះឯងសង្ឃគុណអាចារ្យលោកគ្រូអាចារ្យបានស្ដាប់ហើយទើបពោលដូច្នេះថាអរិយោអនរិយ៉ាងទុបពាំងដូច្នេះជាដើមលោកគ្រូពោលថាអរិយជនណាហាមឃាត់នៅបុគ្គលមិនប្រសើរមានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់អំពើរបស់អរិយជននោះរាប់ថាជាការព្រានប្រដៅគឺមិនមែនជាពៀឡើយបណ្ឌិតទាំងឡាយរមែងមិនដឹងច្បាស់សំទោសបណ្ឌិតទាំងឡាយរមែងដឹងច្បាស់នៅហេតុនោះដូច្នេះឯងមានន័យថាលោកគ្រូអាចារ្យថាលោកជាលោកគ្រូអាចារ្យលោកគ្រូអ្នកគ្រូហ្នឹងវាយព្រានប្រដៅដើម្បីឲ្យសិស្សអាក្រក់ហ្នឹងទៅជាសិស្សល្អហ្នឹងអំពើហ្នឹងមិនមែនជាការចងពៀឯណាវាជាការព្រានប្រដៅរបៀបគ្រូបង្រៀនណាអត្ថកថាក៏ពយល់បានក្នុងសេចក្តីថាសូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះព្រះអង្គមិនគួរសាងកម្មពៀក្នុងសភាពបែបនេះឡើយប្រសិនបើក្នុងកាលនោះទូលព្រះបង្គំមិនបានទូនមានព្រានប្រដៅព្រះអង្គទេបន្តមកទៀតទ្រង់នឹងលួចមុនដំបូងលួចល្ងទេបើមិនព្រានប្រដៅទេទ្រង់អាចមានដៃមានជើងលួចនំលួចស្ករគ្រួសនិងផ្លែឈើជាដើមម្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរកម្មផ្សេងរហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវសម្លាប់អ្នកស្រុកទីបំផុតត្រូវគេចាប់បានព្រមទាំងផោះតាងទូលដល់ព្រះរាជាទ្រង់នឹងទទួលនៅភ័យគឺអាជ្ញាដោយព្រះតម្រាស់ថាពួកអ្នកចូលដាក់អាជ្ញាឲ្យសមគួរដល់ទោសរបស់ចៅនេះដូច្នោះតើរាជសម្បត្តិមានសភាពបែបនេះនឹងសម្រេចដល់ព្រះអង្គដូចម្ដេចទៅព្រះបរមពុរិស័ទពន្យល់តាមពិតទ្រង់ដល់នៅសភាពជាធំរបៀបដូច្នេះក៏ព្រោះអាស្រ័យទូលព្រះបង្គំជាខ្ញុំនឹងឯងមិនមែនឬលោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯងអញ្ចឹងពេលហ្នឹងគឺរំលឹកសពគ្រប់ថាទូលព្រះបង្គំដែល
ទូនមានព្រះអង្គបដៅព្រះអង្គហ្នឹងមិនមែនក្នុងបំណងអាក្រក់ទេគឺឲ្យព្រះអង្គជាព្រះរាជាល្អហើយសេរីរាជសម្បត្តិហ្នឹងគឺបានអាស្រ័យទូលបង្គំព្រះរាជាស្ដាប់បានក្នុងពេលនោះអាមាត្យទាំងឡាយដែលឈរនៅជុំវិញបានស្ដាប់ពាក្យលោកគ្រូអាចារ្យហើយទើបក្រាបទូលថាព្រះករុណាថ្លៃវិសេសពាក្យដែលលោកគ្រូអាចារ្យពោលនេះជាការពិតណាស់ភាពជាធំនេះគឺជារបស់លោកអាចារ្យរបស់ព្រះអង្គដោយពិតខណៈនោះព្រះរាជាទ្រង់កំណត់បានទ្រង់ដឹងគុណលោកគ្រូអាចារ្យទើបត្រាស់ថាបបិទ្ធលោកអាចារ្យខ្ញុំសូមជូននៅភាពជាធំនេះដល់លោកថ្វាយរាជសម្បត្តិណាសូមលោកទទួលនៅរាជសម្បត្តិនេះចុះលោកគ្រូអាចារ្យបដិសេធថាទូលព្រះបង្គំជាខ្ញុំមិនត្រូវការនៅរាជសម្បត្តិឡើយព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតកសិលាឲ្យនាំបុត្រនិងភរិយាអញ្ចឹងទៅលោកគ្រូអាចារ្យលោកមិនត្រូវការទ្រព្យសម្បត្តិទេអញ្ចឹងទៅបានព្រះរាជានឹងបញ្ជូនដំណឹងទៅកាន់នគរតកសិលានឹងឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមកហើយទ្រង់ប្រទានឥសរិយយសដ៏ធំដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯងក្នុងតំណែងជាបរោហិតនិងតាំងទុកក្នុងឋានៈជាបិតាព្រះរាជាតាំងនៅក្នុងឱវាទរបស់បរោហិតបំពេញបុណ្យទាំងឡាយមានទានជាដើមនិងមានសុគតិភពប្រព្រឹត្តទៅខាងមុខព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់នាំយកនៅព្រះធម៌ទេសនានេះមកសម្ដែងរួចហើយទ្រង់ប្រកាសចតុរារិយសច្ចៈមានព្រះអង្គទ្រង់ប្រជុំប្រកាសអរិយសច្ចធម៌និងប្រជុំជាដកក្នុងវេលាចប់សច្ចកថាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធបានតាំងនៅក្នុងអនាគាមិផលអនាគាមិផលហ្នឹងទី3ហើយនៅតែមួយក្រែកទៀតព្រះរហ័តណាបរិស័ទដតីបានជាព្រះសោតាបាននិងព្រះសកតាគាមីច្រើនទៀតណាបាទព្រះរាជាក្នុងគ្រានោះបានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯងចំណែកគ្រូអាចារ្យទិសាបាមកគឺបានមកជាតថាគតចប់តិលៈមុទ្ធិជាដកតិលៈហ្នឹងល្ងហ្នឹងឯងចឹងណាបាទតាមដឹងមកតិលៈហ្នឹងល្ងហ្នឹងអញ្ចឹងខ្ញុំបកករណាសូមអានប្រជាដកនេះមានប្រមាណប៉ុណ្ណេះសូមអនុមោទនា